តិភូគ្រូបង្វឹកនិងកុមារីប្រមាណជាង 1000 នាក់បានចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាប្រចាំខេត្តសៀមរាបឆ្នាំ 2025-2026 ដែលបានបិទបញ្ចប់ជាផ្លូវការកាលពីល្ងាចថ្ងៃទី 19 ខែកុម្ភៈឆ្នាំ 2026 ម្សិលមិញក្រោយដំណើរការប្រកួតរយៈពេល 6 ថ្ងៃពិធីបិទការប្រកួតផ្លូវការប្រព្រឹត្តទៅក្រោមវត្តមានលោកលីបូណាប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាបនៅកីឡដ្ឋានខេត្តបើតាមរបាយការណ៍ពីការិយាល័យកីឡាខេត្តសៀមរាបបានឲ្យដឹងថាការប្រកួតនេះមានសមាជិកភាពចូលរួមជាង 1000 នាក់រួមមានកីឡាករកីឡាការិនី 1044 នាក់ប្រតិភូ 76 នាក់គ្រូបង្វឹកគ្រូជំនួយ 152 នាក់ដោយបែងចែកជា 76 ក្រុមមកពី 13 ស្រុកទូទាំងខេត្តបូករួមទាំងសាលាបឋមសិក្សាឯកជនចំនួន 5 ផងដែរប្រភេទវិញ្ញាសាកីឡាដែលត្រូវបានដាក់ឲ្យប្រកួតប្រជែងមានសរុបចំនួន 5 រួមមានបាល់ទាត់បាល់ទះបាល់បោះអត្តពលកម្មនិងតេក្វាន់ដូ WT សូមជម្រាបជូនថាការប្រកួតកីឡាសិស្សបឋមសិក្សាប្រចាំខេត្តសៀមរាបដំណើរការប្រកួតរយៈពេល 6 ថ្ងៃគឺចាប់ពីថ្ងៃទី 14 ដល់ថ្ងៃទី 19 ខែកុម្ភៈឆ្នាំ 2026 នៅកីឡដ្ឋានខេត្តសៀមរាបលទ្ធផលបច្ចេកទេសទាំង 5 ប្រភេទកីឡាត្រូវបានរកឃើញជាផ្លូវការមានជាអាច1វិញ្ញាសាបាល់ទាត់បុរសលេខ 1 បានទៅសាលាបឋមសិក្សានគរក្រៅ2វិញ្ញាសាបាល់ទាត់នារីលេខ 1 បានទៅសាលាបឋមសិក្សាហាលស្វាយលើ3វិញ្ញាសាបាល់ទះបុរសលេខ 1 បានទៅសាលាបឋមសិក្សាជ្រោយស្រីស្នំ4វិញ្ញាសាបាល់ទះកុមារីលេខ 1 បានទៅសាលាបឋមសិក្សាគោកថ្នោតក្រុង5វិញ្ញាសាបាល់បោះបុរសលេខ 1 សាលាបឋមសិក្សា Westgate អន្តរជាតិ6វិញ្ញាសាបាល់បោះនារីលេខ 1 បានទៅសាលាបឋមសិក្សា International ឯប្រភេទកីឡាតៃក្វាន់ដូ WT វិញវិញ្ញាសាមេគុណឯកតជនបុរសលេខ 1 បានទៅសាលាបឋមសិក្សាវត្តរាជបូរវិញ្ញាសាមេគុណឯកតជននារីចំណាត់ថ្នាក់លេខ 1 បានទៅសាលាបឋមសិក្សាវត្តរាជបូរវិញ្ញាសាមេគុណគូបុរសនារីលេខ 1 បានទៅសាលាអន្តរជាតិ Arizona